គម្រោងអភិវឌ្ឍទំនប់អាងទឹកលិច2សម្រាប់ការសាងសង់បាន40គម្រោងអភិវឌ្ឍទំនប់អាងទឹកលិច2អាចមានសមត្ថភាពស្តុកទឹកបានប្រមាណ860លានម៉ែត្រគូបនិងក្លាយជាអាងស្តុកទឹកដែលធំជាងគេនៅកម្ពុជាមានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយឃុំរកាតស្រុកភ្នំក្រវាញនិងខេត្តពោធិ៍សាត់ទំនប់អាងទឹកលិច2នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់មួយចំនួនរួមមានទី1អាចស្តុកទឹកបាន860លានម៉ែត្រគូបនិងអាចស្រោចស្រពលើផ្ទៃដីចំនួន262,500ហិកតានិងអាចផ្ដល់នូវទឹកប្រើប្រាស់គ្រប់គ្រាន់ពង្រីកវិសាលភាពវិស័យកសិកម្មបន្ថែមទាំងរដូវប្រាំងនិងវស្សាទី2កាត់បន្ថយបាននូវទឹកជន់លិចលង់នៅផ្នែកក្រោមទំនប់ភូមិសាស្ត្រខេត្តពោធិ៍សាត់ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមកទី3ជំនះបាននូវការខូចខាតប្រព័ន្ធធារាសាស្ត្រនិងហេដ្ឋារចនាសម្ព័ន្ធនានាដែលបណ្ដាលមកពីទឹកជំនន់និងទី4ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលកាត់ត្រឹមចុងខែវិច្ឆិកាឆ្នាំ2025គម្រោងនេះសម្រេចបានប្រមាណ 40% ដែលបានចាប់ផ្ដើមអនុវត្តក្នុងខែមករាឆ្នាំ2025ហើយគម្រោងបញ្ចប់នៅចុងខែធ្នូ2027